到就好 Empowering Learning ជារៀងរាល់ឆ្នាំនៃនិស្សិតដែលបានបញ្ចប់ការសិក្សាតែងតែមាននៅការចងក្រងនៅនិក្ខេបបទរបស់ពួកគេដើម្បីជាស្នាដៃនៃសេចក្តីសម្រេចនៃការបញ្ចប់ការសិក្សានិងជាឯកសារយោងដល់អ្នកជំនាន់ក្រោយផងដែរឯកសារទាំងនេះត្រូវបានបោះពុម្ពនិងរៀបចំជាទម្រង់ជាច្រើនប្រភេទដូចជាសៀវភៅឬជាទម្រង់ Digital ប៉ុន្តែទោះបីជាអ៊ីនធឺណិតមានការលូតលាស់យ៉ាងធំទូលំទូលាយយ៉ាងណាមិញសម្រាប់ឯកសារឬនិក្ខេបបទដែលជាឯកសារយោងមួយចំនួនវានៅតែមានផលវិបាកក្នុងការស្វែងរកនិងស្រាវជ្រាវជាឯកសារយោងសម្រាប់អ្នកជំនាន់ក្រោយផងដែរដើម្បីបំពេញគោលដៅនេះនិងដោះស្រាយបញ្ហាទាំងនេះក្រុមសិក្សានុសិស្សថ្នាក់ Full Stack ចំនួនទី1ពីវិទ្យាស្ថាន iStart បាន develop នៅ platform មួយដែលមានឈ្មោះថា DocuHub ដែលជា digital platform បែបទំនើបកម្មក្នុងការដោះស្រាយបញ្ហាទាំងនេះដែលបើកចំហក្នុងការចែករំលែកចំណេះដឹងនិងតភ្ជាប់ទំនាក់ទំនងរវាងនិស្សិតជាមួយនឹងលោកគ្រូអ្នកគ្រូសាស្ត្រាចារ្យនៅក្នុងវិស័យអប់រំនៅប្រទេសកម្ពុជាផងដែរសូមស្វាគមន៍មកកាន់ DocuHub ដើម្បីជាជំនួយដល់អ្នកប្រើប្រាស់ក្នុងការចូលប្រើប្រាស់វេទិកាមួយនេះអ្នកប្រើប្រាស់ត្រូវធ្វើការចុះឈ្មោះឬ login ចូលគណនីជាមុនសិន DocuHub ឲ្យសិស្សនិស្សិតធ្វើការស្វែងរកនូវធនធានសិក្សាឬការណែនាំបានដោយធ្វើការបង្ហោះឯកសារស្រាវជ្រាវរបស់ខ្លួនចូលទៅក្នុងវេទិកានិងអាចស្វែងរកឯកសារនៅតាមបណ្ដាញបង្ហោះរបស់សាស្ត្រាចារ្យដូចគ្នាលើពីនេះទៅទៀតនិស្សិតអាចធ្វើការសម្គាល់ទុកនៅឯកសារឬគម្រោងណាមួយដែលពួកគេពេញចិត្តចូលទៅក្នុងបញ្ជីចង់បាននិងអាចធ្វើការទំនាក់ទំនងទៅកាន់សាស្ត្រាចារ្យដោយផ្ទាល់តាមរយៈបណ្ដាញសង្គមផ្សេងៗមិនតែប៉ុណ្ណោះនិស្សិតក៏មានផ្ទាំងគ្រប់គ្រងប្រវត្តិរូបរបស់ខ្លួនដែលរួមមានដូចជាការមើលប្រវត្តិរូបបង្ហោះឯកសារការដាក់ស្នើសុំការណែនាំការផ្ដល់ផ្កាយដល់ឯកសារការចែករំលែកឯកសារការផ្ដល់មតិយោបល់និងទទួលមតិកែលម្អសាស្ត្រាចារ្យអាចធ្វើការស្វែងរកនិស្សិតសម្រាប់ការណែនាំបានដោយធ្វើការបង្ហោះនូវធនធានសិក្សាពួកគេក៏អាចធ្វើការបុកម៉ាទុកនៅឯកសារឬគម្រោងណាមួយដែលពួកគេពេញចិត្តចូលទៅក្នុងបញ្ជីចង់បានពួកគេក៏អាចត្រួតពិនិត្យនិងធ្វើការផ្ដល់មតិយោបល់កែតម្រូវនិង edit ដោយផ្ទាល់នៅលើកន្លែងនីមួយៗនៅក្នុងឯកសារទៅកាន់និស្សិតឬបណ្ដាញសង្គមផ្សេងៗម្យ៉ាងវិញទៀតពួកគេក៏មាន dashboard សម្រាប់កំណត់ប្រវត្តិរូបរបស់ខ្លួនដែលរួមមានដូចជាការមើលប្រវត្តិរូបបង្ហោះឯកសារហើយក៏អាចធ្វើការ under review revision approval និង rejection ទៅលើការងាររបស់និស្សិតផងដែរអ្នកគ្រប់គ្រងឬ admin អាចធ្វើការគ្រប់គ្រងគណនីរបស់អ្នកប្រើប្រាស់ដែលអាចបង្កើតកែប្រែឬលុបគណនីសិស្សនិងសាស្ត្រាចារ្យទាំងអស់នៅក្នុងប្រព័ន្ធនិងកែប្រែប្រភេទឯកសារនិងជំនាញឯកទេសដែលពួកគេប្រើដើម្បីបែងចែកនិក្ខេបបទត្រួតពិនិត្យដំណើរការទាំងមូលអាចមើលស្ថានភាពនៃឯកសារទាំងអស់តាមដានសកម្មភាពរបស់អ្នកប្រើប្រាស់និងពិនិត្យមើលប្រវត្តិមតិកែលម្អសម្រាប់គោលបំណងសវនកម្មឬថែទាំប្រព័ន្ធ DocuHub មិនត្រឹមតែជាកន្លែងទុកឯកសារនោះទេវាជាដំណោះស្រាយដ៏ទំនើបក្នុងការដោះស្រាយបញ្ហានិងស្វែងរកឯកសារយោងនានាតាមរយៈ DocuHub សាស្ត្រាចារ្យអាចត្រួតពិនិត្យផ្ដល់មតិកែលម្អផ្ទាល់និងកែសម្រួលឯកសាររបស់សិស្សបានយ៉ាងលឿនរហ័សនិស្សិតអាចបង្ហោះឯកសារស្វែងរកការណែនាំនិងទទួលបានធនធានសិក្សាយ៉ាងងាយស្រួលដើម្បីស្វែងយល់ឲ្យកាន់តែស៊ីជម្រៅលោកអ្នកអាចធ្វើការចូលទៅកាន់គេហទំព័ររបស់ពួកយើងតាមរយៈ link website ខាងក្រោម